សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាមករយៈនេះណាយើងបាត់មុខនឹងខ្ញុំយូរបងប្អូនហើយមានអ្នកក៏ទេសួរទិញទាយកពងជាច្រើនខ្ញុំគិតថាខ្ញុំអត់លក់ទេបងប្អូនប៉ុន្តែគ្រាន់តែខ្លះគាត់ពឹងពាក់ណាបងប្អូនចាព្រោះជាបទពិសោធន៍បងប្អូនចាសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់ត្រូវការទិញទាយកពងអានេះគឺជាទាអាយុប្រហែលជាបងប្អូនយកទៅតែមួយខែអីហ្នឹងធ្លាក់ពងណាបងប្អូនហ្នឹងគេហៅថាទាកន្លះឬក៏ទាសំពៅអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ជឿចិត្តចិញ្ចឹមទាចង់បានចំណូលប្រចាំថ្ងៃបងប្អូនអាចចិញ្ចឹមអានេះយកទៅមួយខែបានពងតែម្ដងហើយប្រភេទដែលមានពងស្រាប់ក៏បានដែរបងប្អូនអាចទេមកលេខនេះខ្ញុំឬក៏បងប្អូនអាចអេតតាម Telegram ខ្ញុំតម្លាក់នៅខាងក្រោមនេះក៏បានដែរណាបងប្អូនចាអរគុណបងប្អូនទាំងអស់គ្នាបងប្អូនចង់បានអីបងប្អូន comment នៅខាងក្រោមខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាពីវិធីចិញ្ចឹមទាពងឲ្យចំណេញ